សួស្តីប្រិយមិត្តថ្ងៃនេះខ្ញុំម្ចាស់ថ្នោត5ដើមសូមធ្វើការបង្ហាញអំពីតថភាពពិតនៃការប្រមូលរុក្ខជាតិរបស់ខ្ញុំជាគ្រូថ្នាំបាទខ្ញុំគ្រូថ្នាំខ្ញុំនៅទីនេះគឺភាគច្រើនប្រហែលជា 90% គឺខ្ញុំប្រមូលរុក្ខជាតិខ្លួនឯងខ្ញុំអត់សូវទិញពីគេមកទេដោយសារអីដោយសារយើងចង់បានទី1រុក្ខជាតិពិតហើយទី2យើងប្រមូលផលវាមានពេលមានវេលារបស់វាយើងប្រមូលផលឲ្យស្របតាមពេលតាមវេលារបស់វាដល់ពេលអញ្ចឹងទៅគឺភាគច្រើនជាគោលការណ៍របស់ខ្ញុំថ្នោត5ដើមយើងប្រមូលខ្លួនឯងភាគច្រើនហើយណាមួយដោយសារតែខាងខ្ញុំហ្នឹងអំណោយទានពីធម្មជាតិផងដោយសារតែយើងអ្នកនៅលើភ្នំផ្ទាល់តែម្ដងយើងនៅតំបន់ព្រះអង្គធំផ្ទាល់តែម្ដងដល់ពេលអញ្ចឹងទៅយើងមានឱកាសច្រើនហើយក៏កាត់បន្ថយការចំណាយដែរបើសិនបើយើងទិញគេទាំងអស់ភាគច្រើនគឺយើងពិបាកក្នុងការជាវជូនបងប្អូនព្រោះសម្បីតែខ្ញុំលក់បច្ចុប្បន្នផងមានបងប្អូនខ្លះក៏ថាថ្នាំរបស់ខ្ញុំហ្នឹងថ្លៃបាទថ្នាំរបស់ខ្ញុំនឹងថ្លៃគាត់មានអារម្មណ៍ថាថ្លៃពេលខ្លះទៅខ្ញុំក៏ទទួលស្គាល់ដែរលទ្ធភាពរបស់គាត់មានកម្រិតចឹងណាប៉ុន្តែគាត់ថាការផលិតថ្នាំមិនមែនចេះតែយើងដើរកាប់ដើមនេះដើមនោះចេះតែកាប់ដាក់ទេមានក្បួនមានຂ្នាតមានពេលមានវេលាច្បាស់លាស់ចេះត្រឹមត្រូវប័ណ្ណពិសោធន៍គ្រប់គ្រាន់បានយើងព្យាបាលគេទៅបានប្រសិទ្ធភាពមានលទ្ធផលហើយអ្នកដែលគាត់ទទួលសេវាពីយើងក្នុងការព្យាបាលហ្នឹងគាត់បានសុវត្ថិភាពផងដែរពីការព្យាបាលរបស់យើងហ្នឹងអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមិនមែនចេះតែធ្វើតែប្រទេសតែផ្ដាស់ប៉ាត់ណាប៉ាត់ណីទេការធ្វើថ្នាំនេះគឺជារឿងមួយដែលក្រិតក្រមបំផុតបងប្អូនណាបាទសូមអរគុណចំពោះបងប្អូនដែលនិយមទស្សនានៅវីដេអូរបស់ខ្ញុំដែលខ្ញុំតែងតែផ្សព្វផ្សាយបើពេញចិត្តកុំភ្លេចជួយ like ហើយនិងជួយ share មួយផងណាបងប្អូនណាបាទអរគុណ